រុនសួស្តីពុកម៉ែបងប្អូនបាទខែថ្មីឆ្នាំ2025បាទហើយខែនេះខែតិចបាទងើបពីព្រលឹមហាត់ប្រាណហើយមើលអាកាសធាតុព្រមទាំងខាងក្រោយរបស់ខ្ញុំហ្នឹងទេសភាពស្អាតណាស់បាទខាងក្រោយខាងនោះហ្នឹងគឺតាមតំណាំម៉ែបងប្អូនទៅគាត់ទៅមើលច្បារដំណាំរបស់គាត់ពុនរបស់ខ្ញុំនេះគឺរៀបចំធ្វើហូបពីព្រឹកពីព្រឹកសម្រាប់ខ្ញុំធ្វើការហើយបងប្អូនទាំងអស់នៅជុំវិញផ្ទះហ្នឹងគឺគាត់មករបរដាំដំណាំអ្នកខ្លះទៅក៏រោត្រីនៅក្រោយទៅបាទបឹងឈូកក៏ឈូកតូចហើយក្មួយខ្ញុំលឹមឡើងហ្នឹងគឺរវល់របស់ខ្លែងឯងអ៊ំខ្ញុំក៏មកសម្អាតទីធ្លាផ្ទះគាត់ហើយស្អាតពណ៌ខែតិចហ្នឹងឯងទីធ្លាដីហុយរហូតបោះច្រាស់ពេញហ្នឹងបាទហើយប្រមាណឆ្កែផ្ទះបងនេះជាមក6ក្បាលលំឡើងយប់ឡើងវិញមកទេព្រុសពេញហ្នឹងមកខ្លះមកឆ្កែទុំអស់ចឹងហើយទេសភាពនៅតាមជនបទរបស់យើងនៅខែតិចនេះបាទហើយតិចនេះគឺមួយថ្ងៃនេះគឺប្រុងប្រៀបរបស់គ្នាបាទសូមការពីសុខភាពរបស់គ្នាហើយពេលនេះក៏បានមកវត្តមកខ្ចីសិភៅបាទបៃដកអត្តកថាមួយចំនួនហ្នឹងយើងយកទៅអានថែមដើម្បីមើលសេចក្តីមើលអត្ថជាអ្នកផ្សេងរបស់ព្រះរាមាភិបที่លោកសម្ដែងទុកនឹងព្រះអរហន្តទាំងឡាយដែលលោកបកស្រាយអំពីអត្ថសេចក្តីរបស់ព្រះរាមាភិបបានសម្ដែងជាច្រើននៅក្នុងបៃដកហ្នឹងសម្រាប់នៅក្នុងអត្ថកថាហើយថ្ងៃនេះខ្ញុំបានរកអត្ថកថាដែលត្រូវជាមួយនឹងបៃដករបស់ខ្ញុំកំពុងអានដើម្បីស្រាវជ្រាវបន្ថែមនៅក្នុងសេចក្តីហ្នឹងហើយតិចចូលច្រើនដែរខ្ចីសភៅនៅវត្តជាទៀលបាទហើយជាប្រមាណបាទទៅអានស្ទើរបៃដកមួយអត្ថកថាសភៅអធមលើថែមបាទពេលនេះបងខ្ញុំគឺចូលចិត្តអានសភៅធមបាទហើយក៏បានដាក់បន្ទូត្រែនទៅខ្ចីភាសាអុយហើយអានចប់យកសងវិញហើយពេលនេះក៏ពីទៅក៏ជួបភាសាលេខភាសាអត់ដែលដើរចេញមកក្រៅពេលដើរចេញមកក្រៅមកឃើញមនុស្សច្រើនអត់លពើនៅផ្ទះពុទ្ធដល់ចាប់ស្ញាបងប្អូនដែលចង់មកលេងផ្សារហើយកាយថ្ងៃចុងក្រោយហើយមកពូលនេះបាទមកលេងនៅតាមហ្នឹងមានការជុំនំនែក